រាត្រីសួស្តីមិត្តអ្នកសិក្សាគណិតវិទ្យាជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកធរណីមាត្រ45យកមកបង្ហាញដូច្នេះសូមរីករាយសិក្សាទាំងអស់គ្នាដូចតទៅលំហាត់ទី15គេឲ្យត្រីកោណមួយដែលមានមុំខាងក្រៅស្មើ130មុំនេះស្មើ9មុំអត់ដឹងហើយត្រីកោណតូចនេះស្មើមុំនេះស្មើ9ហើយមុំនេះជាត្រីកោណសមបានហើយមុំ x នេះមិនដឹងចូលរកមុំ x ដើម្បីរកមុំ x នេះឃើញជាដំបូងយើងត្រូវរកមុំនេះសិនបន្ទាប់ពីរកមុំនេះឃើញយើងអាចរកមុំនេះហើយរកមុំនេះឃើញយើងអាចរកមុំនេះបន្តដូច្នេះសូមមើលការបកស្រាយទាំងអស់គ្នាមុំ130បូកមុំ y មុំ130បូកមុំ y ស្មើ180ជាផលបូកមុំបន្ថែមជាងនាំឲ្យយើងបានមុំ y ស្មើ180ដកឲ្យមុំ130 180ដក130ស្មើ50មុំនេះស្មើ50ជាងយើងរកមុំនេះបន្តមុំ y បូកមុំ9បូកមុំ10ស្មើ180មុំ y បូកមុំ9បូកមុំ10ស្មើ180ផលបូកមុំក្នុងត្រីកោណចឹងយើងទាញបានមុំ10ស្មើនៅអង្គទី1ស្រាប់ស្មើ180ដកឲ្យផលបូកនៃមុំទាំងពីរយើងចំនួនលេខមក180ដកឲ្យមុំ y ស្មើ50មុំ9ស្មើ9 50បូក9 140 180ដក140ស្មើ40ចឹងមុំ10នេះស្មើ40យើងរកឃើញអំបញ្ញមិញមុំនេះស្មើ40ចឹងយើងរកបន្តមុំ90បូកមុំ m មុំ90បូកមុំ m បូកមុំ n នេះស្មើ180ជាផលបូកមុំក្នុងនេះត្រីកោណតូចនេះមុំ90បូកមុំ m បូកមុំ n ដោយសារមុំ m ស្មើមុំ n មុំ m នេះស្មើមុំ n ជាមុំបាននៃត្រីកោណសមបានចឹងនាំឲ្យយើងបាន90បូក 2n ឬក៏90បូក 2m ស្មើ180ចឹងយើងបានមុំ 2n ស្មើ90ចឹងនាំឲ្យមុំ n ស្មើប្រមាណ90ចែក2ស្មើ45ចឹងមុំ n ស្មើ45មុំ n ស្មើនឹងមុំនេះព្រោះវាជាមុំទល់កំពូលមុំ a ចុះថាមុំ a ចុះមុំ n ស្មើមុំ a ចឹងយើងបាន45ជាមុំទល់កំពូលមុំនេះឃើញមុំសិតឃើញចឹងរកមុំនេះឃើញមុំ x អងបូកនឹងមុំសិតបូកនឹងមុំa ស្មើ180មុំ a បូកមុំសិតបូកមុំ x អងស្មើ180ផលបូកមុំក្នុងនេះត្រីកោណតោះមុំ a បូកមុំសិតបូកនឹងមុំ x អងនេះស្មើ180ចឹងនាំឲ្យយើងបានមុំ x អងស្មើ180ដកឲ្យ a បូកសិត a គឺមុំ a ដែលយើងរកឃើញមិញនេះគឺ45ហើយនឹងមុំសិតនេះយើងរកឃើញមុំសិតរកឃើញស្មើ40 45បូក40 85 180ដល់85ស្មើ95អញ្ចឹងមុំ x អងយើងរកឃើញ85 x អងបូក x ស្មើ180មុំ x បូក x អងស្មើ180ព្រោះជាមុំបនថែមអញ្ចឹងនាំឲ្យយើងបានមុំ x ស្មើ180ដល់ x អង180ដល់ឲ្យ95នៅសល់85អញ្ចឹងនេះ x អងយើងរកឃើញមកអញ្ចឹងមុំនេះយើងឃើញ85ដឺក្រេធ្វើការពេលថ្ងៃដើម្បីចិញ្ចឹមគ្រួសារធ្វើការពេលយប់ដើម្បីសង្គមជាតិអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោករាត្រីសួស្តីសូមជម្រាបលា